បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងវិលជួបគ្នាសាជាថ្មីម្ដងទៀតតកតងជាមួយនឹងការបង្រៀនគណិតវិទ្យាលោកគ្រូបានលើកយកមេរៀនគណិតវិទ្យាថ្នាក់ទី12នេះមកសិក្សាដល់មេរៀនទី5តកតងជាមួយនឹងការសិក្សាអធិភាពនិងសង្ក្រាបអនុគមចំណុចដែលយើងត្រូវរៀនគឺការរកដែនកំណត់នៃអនុគមវគ្គបន្តថ្ងៃនេះលោកគ្រូនឹងលើកយកលំហាត់9មកធ្វើការសិក្សាអំពីការរកដែនកំណត់នៃអនុគមបន្តពីវីដេអូមុនគឺតកតងជាមួយនឹងការរកដែនកំណត់នៃអនុគម exponential វិញម្ដងបាទអញ្ចឹងលំហាត់កគឺគោលដាក់ថា n x ស្មើនឹង x បូក3ដកឲ្យ 2 សកុល x លំហាត់ខ n x ស្មើជាមួយ x សកុល x ដក x ដក1លំហាត់ក n x ស្មើនឹង x ដក1បូកឲ្យ x សកុលដក 2x លំហាត់ខ n x ស្មើនឹង 2x ដក3កតាឲ្យសកុល x លំហាត់ង n x ស្មើជាមួយនឹង 2x ដក3កតាជាមួយនឹង សកុល x បូក1លំហាត់ច n x ស្មើនឹង3បូកឲ្យ2សកុល x នៅលើសកុល x ដក1លំហាត់ឆ n x ស្មើនឹង1បូកឲ្យសកុល x នៅលើ2សកុល x នៅលើ2ដកសកុល x លំហាត់ច n x ស្មើជាមួយសកុល 2x បូក3នៅលើសកុល x ដក1នឹងលំហាត់ឆបាទលំហាត់ឆ n x ស្មើជាមួយនឹងសកុល x បូកជាមួយនឹង 2x នៅលើសកុល x ដកសកុលដក x បាទអញ្ចឹងលំហាត់ទាំង9លំហាត់ដែលលោកគ្រូលើកយកមកសិក្សាថ្ងៃនេះសុទ្ធតែជាប្រភេទអនុគម exponential ដែលទម្រង់នៃការរកដែនកំណត់នៃអនុគម exponential មានលក្ខណៈខុសប្លែកពីអនុគមមុនដូចម្ដេចដែរអញ្ចឹងមុននឹងធ្វើការបកស្រាយទៅលើលំហាត់នេះបាទបងប្អូនមិនទាន់ជួយចុច subscribe ទៅលើ channel របស់លោកគ្រូសូមជួយចុច subscribe និងចុចរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗដែលតាក់ទងជាមួយគណិតវិទ្យាពីលោកគ្រូផងដែរអរគុណចំពោះការគាំទ្រកន្លងមកបាទអញ្ចឹងយើងឆ្លងដល់ការបកស្រាយចម្លើយវិញម្ដងចម្លើយរកដែនកំណត់នៃអនុគម exponential លំហាត់កគេមាន n x ស្មើជាមួយនឹង x បូក3ដកឲ្យ2សកុល x បងប្អូនជាទូទៅយើងឃើញថាក្នុងការឲ្យដែននៃកំណត់នៃអនុគម n x ស្មើនឹង x បូក3ដកឲ្យ2សកុល x នេះបងប្អូនជាទូទៅមានការពិបាកក្នុងការឲ្យគឺទី1គឺយើងមិនដឹងគិតថាតើឲ្យដែនកំណត់ដូចម្ដេចអញ្ចឹងដើម្បីធ្វើការកុំឲ្យបកស្រាយពិបាកក្នុងការបកស្រាយបងប្អូនត្រូវពិនិត្យញែកទៅឲ្យដាច់ថាតើអនុគមនេះកើតឡើងដោយសារអីអនុគមនេះកើតឡើងដោយសារតែ n x ស្មើនឹង x បូក3វាជាប្រភេទអនុគមពហុធាឯចំណែកឯដក2សកុល x ហ្នឹងគឺជាអនុគម expo អញ្ចឹងលោកគ្រូញែកឲ្យដាច់ថាតើអនុគមទាំងពីរនេះបូកបញ្ចូលគ្នាតើយើងឲ្យដែនដូចម្ដេចទី1បងប្អូនត្រូវដាក់ថាដោយ y ស្មើនឹង x បូក3វាជាប្រភេទអនុគមពហុធាទេអញ្ចឹងការកំណត់របស់វាគឺកំណត់គ្រប់ x បូក r ហ្នឹងទី2យើងជួបអនុគម y ស្មើនឹងដក2សកុល x វាជាប្រភេទអនុគម exponential ដែលការកំណត់របស់វាគឺគ្រប់ x របស់ r ដូចគ្នាអញ្ចឹងបើសិនជាពហុធាកំណត់គ្រប់ x របស់ r exponential កំណត់គ្រប់ x របស់ r បងប្អូនមិនពិបាកក្នុងការឲ្យតម្លៃដែននៃកំណត់នៃអនុគមនេះឡើយបាទអញ្ចឹងនៅពេលដែលយើងឲ្យដែនកំណត់នៃអនុគមនេះបងប្អូនគ្រាន់តែប្រាប់ថាអនុគម n នេះក៏មានន័យចំពោះគ្រប់ x របស់ r ដែរបើសិនតែអនុគមទាំងពីរខាងដើមជាអនុគមកំណត់លើ r នាំឲ្យសរុបរួមនៃអនុគមគឺកំណត់លើ r ដូចគ្នាចឹងដូច្នេះដែនកំណត់តាំងដោយអក្សរ D ស្មើ r ឬក៏យើងអាចដឹងថា r យកពីណាដល់ណាទេ r គឺយើងអាចយកពីដកអនន្តទៅបកអនន្តដែលគេឲ្យឈ្មោះថាសំណុំនៃចំនួនពិតនឹងឯងបាទនេះគឺជាការឲ្យដែនកំណត់នៃអនុគម nx មួយដែលមានទម្រង់បែបពហុធាលាយជាមួយ expo អនុគមខ nx ស្មើជាមួយនឹង x សកុល x ដកឲ្យ x ដក1ក៏ជាប្រភេទអនុគមមិនខុសពីអនុគមមុនដែរទេអញ្ចឹងលោកគ្រូគាត់ដាក់ថា y ស្មើនឹងដក x ដក1គឺជាប្រភេទអនុគមពហុធាដូចគ្នាអញ្ចឹងដឹងហើយថាអនុគមពហុធាកំណត់ដូចម្ដេចគឺកំណត់ចំពោះគ្រប់ x របស់ r សម្រាប់អនុគមដែលបន្តមួយតួទៀតគឺបន្ត x សកុល x y ស្មើ x សកុល x នេះវាជាប្រភេទអនុគមពហុធាលាយជាមួយ expo អញ្ចឹងការកំណត់របស់វាគឺគ្រប់ x របស់ r ដូចគ្នាអញ្ចឹងយើងមិនពិបាកក្នុងការឲ្យទេគឺអនុគម nx ស្មើ x សកុល x ដក x ដក1គឺជាអនុគមមួយដែលកំណត់ចំពោះគ្រប់ x របស់ r ដូចគ្នានាំឲ្យយើងទាញបានដែនកំណត់ D ស្មើ r
đại thì ní dương do pi đo năn bon năn được nhiều chẳng bon mình bị bạn ông ca ở đan cũng năn nàn cùng tìដោយសារតែប្រភេទអានគុំពហុធាលាយជាមួយនឹងអានគុំ exponential វាជាអានគុំមួយដែលកំណត់ចំពោះ grid របស់ R ដូចនេះដែរបាទក nx ស្មើនឹង x ដក1បូកឲ្យ x សេគុណដក 2x ប្រភេទរបស់វាក៏នៅតែជាប្រភេទអានគុំពហុធាលាយជាមួយ expo ដដែលគ្រូមិនបាច់រៀបរាប់ច្រើនទេដោយសារតែប្រភេទអានគុំនេះវាមានលក្ខណៈស្រដៀងជាមួយលំហាត់2ខាងដើមអញ្ចឹង nx មានន័យចំពោះ grid របស់ R ដូចគ្នានាំមកយើងទីបានដែនកំណត់ D ស្មើ R ដដែលបាទចឹងនេះគឺជាការឲ្យដែនកំណត់នៃអានគុំកដែលមានលក្ខណៈដូចលំហាត់កនិងខដែរឆ្លងចូលដល់លំហាត់ខមួយទៀតដែលមានលក្ខណៈប្លែកបន្តិចលំហាត់មុនបងប្អូនបានឃើញថាវាជាអានគុំដែលជាប់ផលគុណពហុធាជាមួយនឹង expo ឥឡូវបើយើងយកពហុធាជាមួយនឹង expo ពហុធាគឺកំណត់គ្រប់ x របស់ R ដូចគ្នាអញ្ចឹងនាំមកយើងទីបានy ស្មើនឹង 2x ដក3ក៏ជាអានគុំពហុធាកំណត់របស់ R ហើយ សេគុណ x ក៏ជាអានគុំពហុធាសន្ទុះជាអានគុំ expo នាំមកយើងកំណត់ចំពោះរបស់ R ដូចគ្នាអញ្ចឹងបងប្អូនមិនពិបាកក្នុងការឲ្យដែនទេទោះបីជាអានគុំផលគុណក៏ដោយនាំមកយើងទីបានដែនកំណត់របស់វា nx ស្មើនឹង 2x ដក3 សេគុណ x គឺជាអានគុំមួយដែលកំណត់ចំពោះគ្រប់ x របស់ R ដូចគ្នានាំមកយើងទីបានដែនកំណត់ D ស្មើ R ដែលយើងយកពីដកអនន្តទៅបនអនន្តដូចគ្នាគេឲ្យឈ្មោះថាសំណុំនៃចំនួនពិតពីដកអនន្តទៅបនអនន្តអញ្ចឹងឆ្លងចូលដល់លំហាត់មួយទៀតដែលជាលំហាត់ងវាមិនខុសពីលំហាត់ខមិញទេដោយសារតែលំហាត់ងនេះគឺជាទម្រង់បែបជាលក្ខណៈnx ស្មើនឹង 2x ដក3ដែលមានទម្រង់គុណជាមួយនឹង សេគុណ x បូក1វានៅតែជាអានគុំពហុធាគុណនឹង exponential ដដែលអញ្ចឹងគ្រូដាក់ថា S កំណត់ចំពោះគ្រួចរបស់ R តែម្ដងនាំយើងទីបានដែនកំណត់ D ស្មើ R គឺយកពីដកអនន្តទៅបនអនន្តដូចគ្នាអញ្ចឹងអានុគមប្រភេទនេះនៅតែមានភាពស្រដៀងជាមួយនឹងអានុគមខមិញដែរបាទអញ្ចឹងលំហាត់មួយទៀតគឺលំហាត់ចដែលជាលំហាត់ប្លែកពីលំហាត់មុនបន្តិចដោយសារតែទម្រង់វាជាប្រភេទអានុគមគេហៅថាប្រភេទពភាគសន្តិទានបែប expo ដែលបងប្អូនបានដឹងហើយថាអានុគមប្រភេទសន្តិទានគឺយើងត្រូវឲ្យដែនកំណត់ភាគបែងទានទាខុសពី0អញ្ចឹងដោយសារតែប្រភេទអានុគមបែបជាអានុគមសន្តិទានបងប្អូនត្រូវឲ្យដែនរបស់វាគឺភាគបែងរបស់វាគឺ សេគុណ x ដក1អញ្ចឹងបងប្អូនត្រូវគិតថាតើ សេគុណ x ដក1ខុសពី0យើងអាចរក x បានដោយវិធីណាពីព្រោះថាប្រភេទអានុគមសន្តិទានគឺត្រូវទាមទារឲ្យភាគបែង សេគុណ x ដក1នេះខុសពី0ជាការស្រេចអញ្ចឹងបងប្អូនត្រូវដាក់ថាឯមានន័យខណៈពេលដែល សេគុណ x ដក1ខុសពី0អញ្ចឹងយើងទាររក x សេគុណ x ខុសពី1យើងអាចដាក់គោលបានដោយសារ សេគុណ0ស្មើ1នាំឲ្យ សេគុណ x ខុសពី សេគុណ0អញ្ចឹង x ស្មើ0គឺជាចម្លើយនៃការដែលយើងរកតម្លៃឫសរបស់ x ដែលធ្វើឲ្យវាស្មើ0នេះឯងអញ្ចឹងដែនកំណត់យើងដាក់ថា D ស្មើ R ដកចេញធាតុ0ដែលជាធាតុដែលយើងមិនយកអញ្ចឹងលើកលែងតែធាតុ0មួយទេសម្រាប់អានុគមនេះក្រៅពីអានុគមនេះក្រៅពីធាតុ0គឺអានុគមយកបានតម្លៃទាំងអស់អញ្ចឹង D ស្មើ R ដកចេញធាតុ0គឺជាដែនកំណត់នៃអានុគមចរបស់យើងអញ្ចឹងប្រភេទអានុគមចគឺជាអានុគមមួយដែលមានទម្រង់បែបជាលក្ខណៈជាប្រភេទពភាគសន្តិទានបែប expo អញ្ចឹងបងប្អូនត្រូវឲ្យដែនរបស់វាគឺភាគបែងទាមទារខុសពី0ជាការស្រេចបាទឆ្លងចូលដល់លំហាត់ចមួយទៀតលំហាត់ឆនេះគឺជាទម្រង់បែបជា exponential បែបជាសន្តិទានដដែលអញ្ចឹងទម្រង់នេះគឺ nx ស្មើជាមួយនឹង1បូក សេគុណ x នៅលើ2ដក សេគុណ x ដែលជាអានុគមផលចែកដដែលប្រភេទពភាគសន្តិទានមានភាគចក្រភាគបែងវាគឺ x 2ដក សេគុណ x អញ្ចឹងអានុគមឯមានន័យខណៈពេលដែល2ដកឲ្យ សេគុណ x ទាមទារខុសពី0ពីព្រោះថាប្រភេទអានុគមសន្តិទានគឺដាច់ខាតភាគបែងត្រូវទាមទារខុសពី0អញ្ចឹងយើងអាចទាររក x របស់វាបានគឺ2ដក សេគុណ x ខុសពី0នាំមកយើងទាញបាន2ខុសពី សេគុណ x ដោយសារគ្រូខ្ជិលបោះ2យើងបោះតែ សេគុណដក x មកអញ្ចឹងបោះមកអង្គទី2ត្រូវដូរសញ្ញាអញ្ចឹងយើងដាក់គោលដូចវាគឺ សេគុណលិន2ពីព្រោះថា សេគុណលិន2វាស្មើនឹង
2 វិញចឹងបងប្អូនត្រូវចាំថាសកុនលិន a វាស្មើ a បើសកុន a វាស្មើ a សកុនលិន2ក៏ស្មើ 2 ដែរចឹងបញ្ជាក់ថាប្រភេទសកុន x ស្មើសកុនលិន2យើងលុបគោលចោលយើងទាញបាន x ស្មើនឹងលិន2មានន័យថាបើ x ខុសពីលិនសកុនលិន2ខុសពីសកុន x នាំ x ខុសពីលិន2ចឹងនាំយើងទាញបានដែនកំណត់តាំងដល់អក្សរ d ដកចេញទៀតលិន2ចេញដែលលិន2នេះធ្វើឲ្យអង្គមគ្មានន័យឬក៏គ្មានតម្លៃលេខបងប្អូនត្រូវចាំថាលិន2គឺជាតម្លៃលេខទេបើបងប្អូនយកកាសូមកចុចតម្លៃលេខរបស់វាគឺលិន2ស្មើនឹង 0.69 វាក្បែរនឹង 0.7 នឹងឯងបាទអញ្ចឹងតម្លៃលិន2គឺជាលេខមួយដែលស្ថិតនៅក្នុង r ដែរអញ្ចឹងដែនកំណត់យើងត្រូវដកចេញទៀតd ស្មើ r ដកចេញទៀតលិន2នេះឯងដែលធ្វើឲ្យអង្គមមានន័យបានលំហាត់ចូលគឺតម្រង់n x ស្មើជាមួយនឹងសកុនដក 2x បូក 3 នៅលើសកុនដក x ដក 1ប្រភេទវានៅតែជាប្រភេទអនុគមសន្និទានបែប expo ដដែលអញ្ចឹងនៅពេលដែលយើងឲ្យដែនកំណត់គឺឯមានន័យក្នុងករណីដែលពេលវាបែងរបស់វាទាមទារខុសពី0ដូចគ្នាអញ្ចឹងសកុនដក x ដក 1ខុសពី0នាំឲ្យយើងទាញបានសកុនដក x ខុសពី1គោលដាក់គោលឲ្យវាដែរគឺសកុន0ដូចមិញដែរគឺសកុនដក x ស្មើខុសពីសកុន0លុបគោលចោលយើងទទួលបានដក x ខុសពី0ឬក៏ x ខុសពី0តែម្ដងនេះទីនេះគូទាញកាត់បន្តិចដោយសារតែខ្ជិលធ្វើការបកស្រាយវែងឆ្ងាយអញ្ចឹងដោយសារដក x ខុសពី0នាំ x ខុសពី0ដូចគ្នាអញ្ចឹងដែនកំណត់តាំងដល់អក្សរ d ស្មើ r ដកចេញទៀត0វិញនេះគឺជាដែនកំណត់នៃអង្គមចូលរបស់យើងលំហាត់ក្រោយគឺជាលំហាត់ឈរបាទលំហាត់ឈរនេះតែ nx ស្មើជាមួយសកុន x បូកឲ្យ 2x សកុន x ដកឲ្យសកុនដក x ជាការស្រេចអញ្ចឹងប្រភេទអនុគមនេះគឺជាប្រភេទអនុគមដែលមានទម្រង់ជាផលចែកដដែលដែលមានភាគបែងរបស់វាគឺសកុន x ដកសកុនដក x អញ្ចឹងប្រភេទសន្និទានដែលមានភាគបែងបែបនេះយើងត្រូវធ្វើការឲ្យដែនកំណត់ឯមានន័យខណៈពេលដែលសកុន x ដកសកុនដក x នឹងទាមទារខុសពី0ដូចគ្នាអញ្ចឹងnóiយើងទាញបានដែនកំណត់យើងអាចបោះសកុនដក x មកអង្គទី2អញ្ចឹងយើងទៅជាសកុន x ខុសពីសកុនដក x សាកមូលទៅទៀតយើងបាន x ខុសពីដក x អញ្ចឹងយើងបោះ x មកអង្គទី1វិញយើងទទួលបាន x បូក x បាទកន្លែងនេះ x បូក x បាទដោយសារតែលោកគ្រូសរសេរ error តិចបាទអញ្ចឹង x បូក x ដែល x បូក x យើងទទួលបានស្មើនឹង 2x បាទអញ្ចឹងតម្លៃលេខនៃអនុគមរបស់យើងគឺnx x បូក x ស្មើនឹង 2x អញ្ចឹង x ខុសពី0 2x ខុសពី0 x បូក x ខុសពី0នាំសាកមូលនឹង 2x ខុសពី0nóiយើងទាញបាន x ខុសពី0ដែរអញ្ចឹងយើងអាចទាញបានដែនកំណត់ d ស្មើ r ដកចេញទៀត0ជាការស្រេចនេះគឺជាការឲ្យដែនកំណត់នៃអនុគម exponential ដែលមានលក្ខណៈងាយៗនៅឡើយអញ្ចឹងសង្ឃឹមថា9លំហាត់ដែលលោកគ្រូបានបកស្រាយលំហាត់ដែលលោកគ្រូបានបកស្រាយបន្តនេះអាចធ្វើឲ្យបងប្អូនចេះចាំទៅលើការបកស្រាយទៅលើការឲ្យដែនទៅលើអនុគម exponential អញ្ចឹងសង្ឃឹមជឿជាក់ថាលំហាត់នេះជួយឲ្យបងប្អូនចេះរកដែនកំណត់នៃអនុគមបានទៀតផងបាទលោកគ្រូសូមអរគុណចំពោះការចំណាយពេលដ៏មានតម្លៃទស្សនាវីដេអូពីដើមរហូតដល់ចប់សង្ឃឹមថាបើបងប្អូនមានចម្ងល់សូម comment នៅខាងក្រោមវីដេអូខ្ញុំនឹងរីករាយឆ្លើយតបជានិច្ចអញ្ចឹងសូមចុច like ចុច comment និង share ម្នាក់មួយដើម្បីឲ្យបងប្អូនដទៃទៀតបានឃើញនៅវីដេអូនេះផងដែរសូមអរគុណបើបងប្អូនមិនទាន់ជួយចុច subscribe ទៅលើ channel របស់គ្រូសូមជួយចុច subscribe channel របស់គ្រូម្នាក់មួយដើម្បីជាការបង្ហាញនៅការគ្រប់គ្រងក៏ដូចជាការលើកទឹកចិត្តឲ្យលោកគ្រូធ្វើវីដេអូបន្តទៅទៀតបាទអរគុណជួបគ្នានៅវីដេអូក្រោយទៀតបាទ